នេះយើងណាដែលមានបញ្ហារឿងអត់មានស្រួលលេងឬក៏ចូលស្រួលទៅខ្លាចលេអត់តាន់គេអញ្ចឹងទៅហើយនេះដែរគឺខ្ញុំនឹងមកណែនាំស្រួលមួយដែលទៅនឹងបើកថ្ងៃមិញនេះហ្នឹងស្រួលនេះមានឈ្មោះថា Vortex MC យើងមើលមក lobby ស្រួលហ្នឹងទៅក៏វារៀងស្អាតដែរមើលទៅវាទំនើបបែបទាន់សម័យអញ្ចឹងទៅហើយបើអ្នកនេះចូលលេងមកចូលអត់តាន់គេក៏នៅ lobby សងំអញ្ចឹងទៅអ្នកអាចវាយគ្នាលេងបានបាទដោយសារតែស្រួលនេះគឺអាចវាយគ្នាលេងនៅ lobby ហើយកន្លែងនេះមាន game mode 3ប៉ុន្តែយើងលេងអត់តាន់បានទេដោយសារតែស្រួលហ្នឹងគឺគេអត់តាន់ធ្វើហើយអញ្ចឹងហើយកន្លែងនេះគឺខ្ញុំមកដឹងអាហ្នឹងស្អីគេទេហើយជាកន្លែងយើងហៅគ្នាវាយគ្នាលេងអញ្ចឹងទៅតែឥឡូវនេះយើងកំណៅមើល lobby យូរពេកយើងចូលលេងហ្មងទៅអូខេឥឡូវនេះគឺយើងបានចូលមកដល់ហើយខ្ញុំងាកមើលជុំវិញហ្នឹងហើយនេះគឺយើងអាច random teleport បានហើយនេះគឺ land spawn ហើយនេះគឺ kit free ក្នុង kit free នោះមាន armor ដាច់មួយឈុតហើយ enchantation ហើយមានកន្លែង AOK មាន night vision សម្រាប់អ្នកអត់ចេះដាក់ night vision អាចមកចុចហ្នឹងទៅគឺយើងបាន night vision ហើយនេះខ្ញុំដឹងស្អីគេទេនេះកន្លែង AOK ហើយនេះខ្ញុំដឹងអីគេទេស្វ័យនេះគឺមានសបអ្នកគ្នានេះគឺសបនេះយើងអាចស្លាស់សបក៏បានឬក៏ចូលមកកន្លែងហ្នឹងទិញក៏បានដែរហើយនៅគៀនសបគឺមាន PVP ម៉ាញហើយឥឡូវនេះគឺយើងមកមើល rank ក្រោយនេះតិចទៅណាមួយគឺខ្ញុំចង់បាន rank media ផងដែរអ្នកគ្នាមើល rank YouTube នេះលយខ្លាំងមែនតើតែគឺមានភាសាទេហើយខ្ញុំក៏ស្លាស់ kit មើល rank អញ្ចឹងទៅហើយចាប់អារម្មណ៍មុនគេគឺ rank media ហ្នឹងគឺវាមាន netherite ខ្ញុំបានដាក់ mode soul kit បើដាក់ mode soul kit មកស្រួលមើលតែឥឡូវនេះខ្ញុំសាកចូលលេងទីសិនហើយខ្ញុំ spawn មកគឺចំតំបន់តកកហើយគេអត់មានដាក់ mode កាប់ឈើទេចឹងហើយអ្នកដែលចូលចិត្ត trade ledger ហ្នឹងរៀងវាក់ឡើងហ្នឹងតិចហើយ Oh my god អ្នកគ្នាមើល pro ធ្លាក់ម៉ែឡើងលយមក